ផ្លូវចិត្តនេះវាធ្វើឲ្យយើងទន់ស្ទួងើបអត់រួចទេល្ងាកនៅលើខែនៅលើសឡុងប៉ៅអីនឹងអញ្ចឹងធ្លាប់ជួបអ្នកអញ្ចឹងខ្លះហ៎ទាំងអង្គនេះធ្លាប់ហ៎ហើយអត់ចង់និយាយអត់ចង់ស្ដីអត់ចង់ជួបអ្នកណាហើយបើគេថាអានេះ introvert អីទៀតឡើយតាមពុតគ្នាមានវិបត្តិផ្លូវចិត្តបងអូនស្រីម្នាក់គាត់ប្រឡងបាក់ឌុបជាប់គាត់តាំងចិត្តថាអញត្រូវប្រឡងចូលពេទ្យរៀនឲ្យបានគាត់មានសង្ឃឹមគាត់បកកែកណិតវិជីវៈអីចឹងទៅដល់ពេលទៅប្រឡងវាច្រើនគ្នាដល់ចឹងវាធ្លាក់ដល់ធ្លាក់គាត់ធ្លាក់ទឹកចិត្តដែរគាត់មកភ្នំពេញហ្នឹងគាត់ចាប់ផ្ដើមបិទទ្វារបិទបន្ទប់ហូបមីកំប៉ុងមិននិយាយស្ដីមិនអីស្អីទៅណាទៅនៅនឹងដូចថាខុសពីអីទាំងអស់គ្នាមើលខុសពីបំណងប្រាថ្នាហើយខុសពាក្យខុសសម្ដីជាមួយម៉ែជាមួយឪជាមួយបងប្អូនថាត្រូវប្រឹងរៀនយកឲ្យបានហ្នឹងវាមិនបានអញ្ចឹងខ្មាស់គេចុងដូចថាគាត់អ្នកមានវិបត្តិពេលប្រឡងបាក់ឌុបហើយមួយអ្នកប្រឡងធ្លាក់ក៏មានវិបត្តិពីរអ្នកប្រឡងជាប់ហើយវាជាប់អាវល់ហ្នឹងណាក៏មានដែរធ្លាប់មានទេទាំងអស់គ្នាធ្លាប់មានទេហ្នឹងហើយលោកគ្រូគាត់ចង់គិតខ្លីអូនស្រីហ្នឹងថាខ្មាស់ឈប់បើអត់បានដូចបំណងមកខ្មាស់ម៉ែខ្មាស់ឪខ្មាស់អ្នកពូអ្នកស្រុកវគេសួរថាមិនអីរៀនបានចូលពេទ្យនៅចុះវាខ្មាស់គេហើយចង់គិតខ្លីបានគាត់ស្ដាប់ចម្រៀងមកបទទេរឿងជាតែប្រហែលជាតាក់ទងនឹងរឿងគុណម៉ែដូចថាស្ដាប់ពីគុណឪពុកម្ដាយកូនអត់ទាន់បានធ្វើអីសងគុណម្ដាយអីចឹងណាដល់ពេលស្ដាប់ទៅវាមិនទៅទាំងអស់គ្នាវាញាក់ថាម៉េចថាអញអត់ទាន់បានធ្វើអីជូនម៉ែជូនឪផងហើយបើងាប់ទៅវាដូចជាកូនអីទាំងអស់គ្នាកូនអីអកតញ្ញូអញ្ចឹងគាត់ចាប់ផ្ដើមគាត់ទេទៅប្រាប់បងអត់ដឹងពីស្ថានភាពផ្លូវចិត្តប្អូនណាដល់ទេទៅប្រាប់មិនទៅបងនោះដូចថាស្រឡាញ់ប្អូនលើកទឹកចិត្តប្អូនថាប្អូនអើយមិនមែនធ្លាក់តែប្អូនឯងទេបើប្រឡងជាប់គ្រប់មកគ្នានោះមានកន្លែងណារៀនមែនទេទាំងអស់គ្នាណាមិនមែនធ្លាក់តែប្អូនឯងណាគេរាប់រយរាប់ពាន់អ្នកធ្លាក់ដែរអញ្ចឹងប្អូនហ្នឹងមិនអីទាំងអស់គ្នាដូចហាងភូទីអើໄວបងអត់ជេរបើបងជេរនឹងទៅបរោយបានប្អូនហ្នឹងចាប់ផ្ដើមទៅជួយកិច្ចការងារសហគមន៍ចែកថ្នាំដូចថាមានពេទ្យស្ម័គ្រចិត្តមកគេទៅតាមភូមិតាមស្រុកអីអញ្ចឹងគេត្រូវការអ្នកជួយមើលថ្នាំពយល់ប្រាប់ថ្នាំអីឲ្យលោកយាយលោកតាអញ្ចឹងគាត់ចាប់ផ្ដើមទៅជួយដល់ពេលគាត់ទៅជួយគាត់មានអារម្មណ៍មិនទាំងអស់គ្នាគាត់ភ្លេចអីគេទាំងអស់គ្នាគាត់ភ្លេចអីគេគាត់ភ្លេចអារឿងពិបាកចិត្តខ្មាស់គេអីទៅគាត់សប្បាយចិត្តនឹងនិយាយជំរាបប្រាប់លោកយាយអានេះភាសាអញ្ចេះដល់ពេលជំរាបលោកយាយមិនទៅអូយអរគុណជូនពរក្មួយដល់ចឹងគាត់មិនទៅសប្បាយដល់សប្បាយភ្លេចអីទាំងអស់គ្នាសប្បាយភ្លេចអីភ្លេចទុកហើយសប្បាយភ្លេចទុកចឹងគាត់ចាប់ផ្ដើមចូលរៀនមករៀនសាលាផ្សេងមកគាត់រៀនបានពិន្ទុល្អទៀតផងដោយសារគាត់ចេះដូរអីគេទាំងអស់គ្នាដូរអីគេដូររបៀបគិតនេះថាវាមិនមែនពិភពលោកនេះចប់ត្រឹមមិនបានរៀនពេទ្យនឹងទេ is not the end of the world វាមិនមែនចប់ត្រឹម